រឿងរ៉ាវពេញពិភពលោកកង្វល់មានក្នុងចិត្តមនុស្សម្នាក់រៀងខ្លួនប៉ុន្តែទាំងរឿងរ៉ាវនោះពេញភូមិស្រុកពេញទាំងពិភពលោកចំណែកចិត្តស្ងប់គឺមិនមានកង្វល់អ្វីឡើយមានតែភាពទំនេរក្នុងចិត្តប៉ុណ្ណោះភាពទំនេរក្នុងចិត្តមិនមែនបានសេចក្តីថាមិនធ្វើការងារជាប្រយោជន៍ដល់អ្នកដទៃនោះទេមានតែប្រយោជន៍សំខាន់ទៀតផងព្រោះជាប្រយោជន៍ដែលសម្រេចបានមកអំពីចិត្តស្ងប់របស់សប្បុរសយើងក៏បីស្វែងរកភាពរីករាយស្រស់ស្រាយនៃជីវិតក្នុងបុណ្យកុសលនឹងតែម្ដងដោយមិនចាំបាច់រងចាំពេលណាទៀតឡើយបើចិត្តជាបុណ្យហើយគឺអារម្មណ៍ល្អហើយដែលអារម្មណ៍មិនល្អមកអំពីចិត្តសៅហ្មងចិត្តបាបអកុសលទេតាបើមិនអប់រំកុសលភាវនាទេចង់បានអារម្មណ៍ល្អស្រាប់មិនមានឡើយមនុស្សយើងតែងស្វែងរកសុភមង្គលនៃជីវិតដោយមើលរំលងមហាកុសលក្នុងពុញ្ញកិរិយាវត្ថុ10ហើយអន្ទះអន្តែងស្វែងរកវត្ថុដែលត្រូវការទៅតាមចំណង់មនុស្សយើងមានរូបកាយហើយនឹងចិត្តរូបកាយជាធាតុមិនដឹងអារម្មណ៍មានតែចិត្តទេដែលដឹងអារម្មណ៍បើចិត្តដឹងអារម្មណ៍នោះជាមហាកុសលចិត្តទៅហើយមានយើងឯណាអ្នកកើតទុកទៀតនោះជំនួយសតិភាគទី22ទំព័រ107ដល់108